មកបងប្អូនថ្ងៃនេះខ្ញុំចង់មកប្រាប់បងប្អូនអំពីការដំឡើងបាសបង្គោលចំនួនថ្មីរបស់យើងគឺ brand GB Audio ហើយ model ថ្មីរបស់យើងនោះដែរគឺ GB VIP-C Pro 3D ហើយនឹង VIP5 Pro CD នេះតោះអញ្ចឹងយើងមកមើលការដំឡើងរបស់ GB VIP-C មុនសិនអញ្ចឹងយើងគ្រាន់តែចាប់លើកង់វាមកព្រោះ VIP-C យើងមានកង់3អញ្ចឹងយើងលើកអាកង់វែងជាងគេនេះដាក់មុនគេដាក់ចូលកលឹះរបស់វាមកយើងចុចកលឹះឲ្យជាប់តមកយើងមើលកង់ទី2នេះយើងដាក់បន្តទៅទៀតមកដាក់អឹបមកហើយតមកយើងចុចឲ្យជាប់គឺជាការស្រាច់នេះវាស្រួលងាយស្រួលទេបងប្អូនហ្នឹងហើយតមកយើងដំឡើងវាបាន3កង់ពេញលេញហើយយើងមកមើលខ្សែរបស់វាវិញខ្សែវាក៏មាន3ខ្សែដូចគ្នាអញ្ចឹងបងប្អូនគ្រាន់តែដាក់ខ្សែវាមកមើលខ្សែវែងជាងគេមុនដំបូងយើងមើលខ្សែណាវែងជាងគេហ្នឹងយើងតពីសាប់របស់ VIP-C យើងហ្នឹងឡើងទៅកូនកណ្ដាលដែលមានពាក្យ in ដោយសារកូនកណ្ដាលនេះគឺវាមានផ្ទាំងមួយដើម្បីបែងចែកសំឡេងទៅកូនផ្សេងទៀតអញ្ចឹងយើងត្រូវដោតចាំបាច់ត្រូវតែដោតចូលនឹងកូនកណ្ដាលមុនគេអូខេតបមកយើងចាប់ចេញពីកូនកណ្ដាលហ្នឹងដូចគ្នាតែពីអាវឲ្យវាចូលទៅក្នុងកូនក្រោមដែលមានពាក្យ in តបមកយើងចេញពីពាក្យអាវកូនខាងក្រោមហ្នឹងទៅទៀតបន្តទៅដល់កូនខាងលើដែលនៅសល់តែមួយហ្នឹងគឺជាការសាច់ហ្នឹងហើយបងប្អូននេះគឺជាការដំឡើងរួចសាច់ហើយបងប្អូនអាចមើលបានគឺគ្រាន់តែតភ្ជាប់ពីមួយទៅមួយគឺជាការសាច់តឥឡូវយើងងាកមកមើលអំពីការដំឡើងរបស់ VIP5 របស់យើងវិញវាកាន់តែងាយស្រួលជាង VIP-C ទៀតដោយសារវាមានតែ2កង់ហើយនឹងខ្សែមានតែមួយខ្សែទេតឥឡូវយើងមកមើលដល់គ្នាថ្ងៃវាមានតែ2កង់គឺវាងាយស្រួលតែគ្រាន់តែកង់វាវែងជាង VIP-C ហើយសម្រាប់ខ្សែវិញគឺវាមានតែមួយសរសៃទេគឺវាចេញតែពីសាប់ចូលកូនតែម្ដងអូខេងាយស្រួលដូចតែបងប្អូនបានឃើញអញ្ចឹងការដំឡើងរបស់បាសបង្គោល GB ថ្មីរបស់យើងគឺវាមានភាពងាយស្រួលមែនទែនទាំងការដំឡើងទាំងការដោតខ្សែនិងកលឹះសុវត្ថិភាពរបស់វាគឺមានភាពរឹងមាំមែនទែនហើយសម្រាប់បងប្អូនដែលមានចម្ងល់បងប្អូនអាចខមមិននៅខាងក្រោមឬក៏ inbox ចូល page របស់យើងក៏បានដែរ